ដើមសប្តាហ៍នេះខ្ញុំធីរុំសូមលើកយកប្រធានបទមួយទាក់ទងនឹងតម្លៃប្រេងឆៅអន្តរជាតិដែលកំពុងស្រុតចុះខ្លាំងក្រោយសហរដ្ឋអាមេរិកបានប្រកាសសំណើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយបាទតម្លៃប្រេងឆៅអន្តរជាតិអាមេរិក WTI បានធ្លាក់ចុះជាង 2% តាំងពីដើមសប្តាហ៍មុនដែលបច្ចុប្បន្នបានកំពុងជួញដូរជុំវិញតម្លៃ$57ក្នុង1បារ៉ែលការធ្លាក់ចុះដោយគ្មានការព្រៀងទុកនេះគឺបណ្ដាលមកពីសហរដ្ឋអាមេរិកបានគូសវាសផ្លូវសម្រាប់បញ្ចប់សង្គ្រាមសម្រាប់ប្រទេសអ៊ុយក្រែននិងរុស្ស៊ីដែលបានអូសបន្លាយអស់រយៈពេល3ឆ្នាំមកហើយតាមរយៈការប្រកាសជាសាធារណៈនៅផែនការសំណើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរនេះជាមួយគ្នានេះដែរប្រធានាធិបតីរុស្ស៊ី Vladimir Putin បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថាផែនការសន្តិវិធីរបស់សហរដ្ឋអាមេរិកដែលអាចក្លាយជាមូលដ្ឋានចម្បងសម្រាប់ដោះស្រាយចំនួនដ៏វិនាសកម្មនេះប៉ុន្តែប្រសិនបើអ៊ុយក្រែនបដិសេធផែនការនោះកងកម្លាំងរុស្ស៊ីនឹងឈានទៅមុខបើកការវាយប្រហារខ្លាំងជាងមុនទៀតបាទប្រទេសរុស្ស៊ីតែងតែទាមទារឲ្យប្រទេសអ៊ុយក្រែនកាត់ទឹកដីមួយចំនួនឲ្យប្រទេសរុស្ស៊ីជាថ្នូរនឹងការបញ្ចប់សង្គ្រាមហើយសូម្បីតែលោក Donald Trump ក៏ធ្លាប់បញ្ចុះបញ្ចូលឲ្យលោក Zelensky ដូច្នោះដែរបាទត្រឡប់មកការឆ្លើយតបពីប្រធានាធិបតីប្រទេសអ៊ុយក្រែនវិញលោក Zelensky មិនទាន់មានការជំទាស់លើផែនការទាំងអស់នេះទេតែមានសញ្ញាវិជ្ជមានថាលោកមានផែនការបន្ទាប់ក្នុងការជួបលោក Donald Trump ដើម្បីជជែកវែងញែកបន្ថែមទៀតលើផែនការនេះសូមរំលឹកដែរថាប្រទេសរុស្ស៊ីត្រូវបានរងទណ្ឌកម្មពីសហគមន៍អឺរ៉ុបនិងអាមេរិកលើការនាំចេញប្រេងទៅកាន់ទីផ្សារប្រេងអន្តរជាតិជាពិសេសនោះការវាយប្រហារកំទេចស្ថានីយផលិតប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់ដែលជាហេតុមានការព្រួយបារម្ភជាខ្លាំងនៃកង្វះការផ្គត់ផ្គង់ប្រេងនិងបានជំរុញឲ្យប្រេងឡើងថ្លៃកន្លងមកដូច្នេះព័ត៌មានខាងលើនេះគឺជាកត្តាសំខាន់ដែលបានទាញទម្លាក់តម្លៃប្រេងកាលពីថ្ងៃសុក្រមកដល់ពេលបច្ចុប្បន្ននេះដោយសារជាការបើកផ្លូវមួយឲ្យមានការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីខ្លាំងឡើងវិញបាទតម្លៃប្រេងឆៅអាចនឹងនៅបន្តចុះខ្លាំងជាងមុនបន្ថែមទៀតនៅពេលដែលជំនួបលោក Zelensky និងលោក Donald Trump មានសញ្ញាវិជ្ជមានល្អនោះបាទជួបជាមួយខ្ញុំធីរុំនិងវិភាគជូនពុកម៉ែបងប្អូននៅប្រធានបទមួយតាក់ទងនឹងតម្លៃមាសនិងទិសដៅនាពេលអនាគតថាតើវិនិយោគិនគួរទិញមាសក្នុងតម្លៃណាដែលអាចមានឱកាសទទួលបានប្រាក់ចំណេញក្នុងស្ថានភាពបច្ចុប្បន្នបាទបច្ចុប្បន្នតម្លៃមាសបានកំពុងជួញដូរលើតម្លៃ$4,100ក្នុង1អោនឬជុំវិញតម្លៃ$5,000ក្នុង1តម្លឹងវិញហើយដែលបាននៅត្រឹងដើរត្រឹមក្រោមតម្លៃ$200ក្នុង1តម្លឹងនៅប្រមាណសប្តាហ៍ចុងក្រោយនេះល្បឿននៃចលនារបស់តម្លៃមាសបានដើរយឺតជាងប្រមាណខែមុនដែលធ្លាប់តែលោតក្នុងមួយថ្ងៃខ្ពស់បំផុតដល់ទៅជាង$300ក្នុង1តម្លឹងឯណោះគួរបញ្ជាក់ផងដែរថាកាលពីខែមុនតម្លៃមាសបានដាំក្បាលចុះមកក្រោមខ្លាំងពីកម្ពូលតម្លៃខ្ពស់បំផុតនោះក្រោយអ្នកជួញដូរបានបិទប្រតិបត្តិការកាត់យកប្រាក់ចំណេញហើយក្នុងពេលនេះវិនិយោគិនបានកំពុងរងចាំទិសដៅបន្ថែមទៀតតាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសកលដែលមានអាមេរិកជាក្បាលម៉ាស៊ីននោះព្រមទាំងការតាមដានកម្ដៅពីកត្តាភូមិសាស្ត្រនយោបាយផងសំខាន់ជាងគេទៅទៀតនោះគឺអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិកដែលកំពុងជាប្រធានបទក្តៅក្នុងពេលបច្ចុប្បន្ននេះសម្រាប់វិនិយោគិនធ្វើការជួញដូរមាសទៅតាមទំនោរនៃព័ត៌មានចម្បងទាំងនេះតើទិសដៅនៃតម្លៃមាសនឹងប្រែប្រួលយ៉ាងណានាពេលអនាគតជាពិសេសក្នុងឆ្នាំ2026ខាងមុខនេះបាទបើយោងតាមធនាគារ UBS បានព្យាករណ៍ថាតម្លៃមាសនឹងហក់ឡើងទៅបំបែកប្រវត្តិសាស្ត្រចាស់ទៀតគឺដល់តម្លៃ$4,500ក្នុង1អោនឬ$5,421ក្នុង1តម្លឹងនៅពាក់កណ្ដាលឆ្នាំ2026នេះស្របពេលធនាគារដ៏ធំមួយទៀតរបស់ធនាគារអាមេរិកគឺ Bank of America ម្សិលមិញនេះបានព្យាករណ៍ថាតម្លៃមាសក៏ស្ទុះនឹងឡើងខ្លាំងដល់$5,000ក្នុង1អោនឬ$6,024ក្នុង1តម្លឹងនាឆ្នាំ2026ខាងមុខនេះដែរបាទនេះបើយោងតាមគេហទំព័រ investing.com បានចេញផ្សាយបន្ថែមលើនេះទៀតស្ថាប័ន Reuters កាលពីពេលថ្មីនេះក៏បានចេញរបាយការណ៍ស្ទង់មតិអ្នកវិនិយោគជាច្រើនដែលបានបង្ហាញថាចំណុចកណ្ដាលឬជាមជ្ឈមភាគនៃតម្លៃមាសក្នុងឆ្នាំ2026គឺនៅតម្លៃ$5,150ក្នុង1តម្លឹងជាមួយនឹងការជួញដូរឬការទិញមាសទុកតើតម្លៃណាគួរទិញចូលក្នុងស្ថានភាពមាសបច្ចុប្បន្ននេះ
ជាការវិភាគតាមកត្តាបច្ចេកទេសមាសជុំវិញតម្លៃ 4,000 ទៅ 4,000 ដុល្លារស្ដើងក្នុងមួយអោនឬជាង 4,800 ដុល្លារក្នុងមួយតម្លឹងនៅតែជាឱកាសល្អសម្រាប់អ្នកជួញដូរទិញមាសទុកយកផលចំណេញនិងសម្រាប់បងប្អូនអាចទិញមាសទុករយៈពេលវែងប្រសិនណាបើមាសធ្លាក់ចុះមកម្ដងទៀតបាទថ្ងៃនេះខ្ញុំធីរុំនឹងលំអិតព្រមទាំងវិភាគជូនអស់លោកស្រីនៅសន្ទុះប្រាក់ដុល្លារអាមេរិកថាតើអនាគតប្រធានធនាគារកណ្ដាលអាមេរិកដែលនឹងឡើងមកកាន់តំណែងក្នុងឆ្នាំក្រោយនេះនឹងប៉ះពាល់ដល់ប្រាក់ដុល្លារយ៉ាងណាដែរបាទបច្ចុប្បន្ននេះប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃជាង 1% បើប្រៀបធៀបនឹងសប្តាហ៍មុនដែលបានទទួលកម្លាំងពីតម្រុយនៃការរក្សាអត្រាការប្រាក់ឲ្យនៅដដែលនាកិច្ចប្រជុំខែក្រោយនេះជាទូទៅបម្រែបម្រួលរូបិយប័ណ្ណដុល្លារដ៏ពេញនិយមនេះធ្លាក់ថ្លៃឬឡើងថ្លៃអាស្រ័យទៅលើកត្តាចម្បងជាច្រើនមានដូចជាកត្តាសេដ្ឋកិច្ចសហរដ្ឋអាមេរិកផ្ទាល់កត្តាភូមិសាស្ត្រនយោបាយដែលអាចជះឥទ្ធិពលដល់អាមេរិកការកែប្រែគោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុបំណុលសហរដ្ឋអាមេរិកជាពិសេសនោះគឺទំនោរសមាជិកឬបេក្ខជនថ្មីណាមួយដែលនឹងត្រូវបានជ្រើសតាំងជាប្រធានធនាគារកណ្ដាលអាមេរិកជំនួសអភិបាលចាស់ជាដើមសូមបញ្ជាក់ដែរថាលោក Jerome Powell ដែលជាប្រធានធនាគារកណ្ដាលសហព័ន្ធអាមេរិកបច្ចុប្បន្ននេះនឹងត្រូវផុតអាណត្តិនៅថ្ងៃទី15ខែឧសភាឆ្នាំ2026ខាងមុខហើយទំនងជាមិនត្រូវបានតែងតាំងឲ្យនៅបន្តទេដោយសារប្រមុខធនាគារកណ្ដាលរូបនេះមិនធ្វើតាមលោក Donald Trump ឲ្យទម្លាក់អត្រាការប្រាក់ឲ្យបានខ្លាំងដូចអ្វីដែលលោកចង់បានបន្ថែមលើនេះទៀតការពីពេលថ្មីៗនេះលោក Donald Trump ក៏បានជំរុញឲ្យរដ្ឋមន្ត្រីរដ្ឋាភិបាលជាតិអាមេរិកលោក Scott Bassett ឲ្យជ្រើសរើសអនាគតប្រធានធនាគារកណ្ដាលអាមេរិកថ្មីឲ្យបានឆាប់ផងដែរបច្ចុប្បន្ននេះមានបេក្ខជនចំនួន5រូបដោយនៅក្នុងនោះ4រូបជាសមាជិកធនាគារចាស់និងម្នាក់ទៀតគឺជា CEO Rich Rader នៃក្រុមហ៊ុនវិនិយោគ BlackRock ដ៏ធំមួយផងដែរដែលអ្នកទាំងនេះកំពុងស្ថិតនៅក្នុងការពិចារណារបស់លោក Bassett នៅជុំទី1សិនហើយរដ្ឋមន្ត្រីនិងជាមនុស្សចំណិតរបស់លោក Donald Trump រូបនេះបានបង្ហាញនៅក្នុងកិច្ចសម្ភាសន៍សារព័ត៌មាន Fox ថាលោកនឹងជំរុះសល់ត្រឹមតែ3នាក់មុននឹងឲ្យជួបជាមួយនឹងប្រធានាធិបតីថ្មីនៅពេលឆាប់ៗដើម្បីសម្រេចជ្រើសតាំងនៅក្នុងចំណោមបេក្ខជនទាំង5រូបនេះភាគច្រើនសុទ្ធតែជាអ្នកគាំទ្រក្នុងការទម្លាក់អត្រាការប្រាក់ហើយចង់ឬក៏មិនចង់លោក Donald Trump ប្រកាសណាស់ពិតជាជ្រើសតាំងបេក្ខជនដែលគាំទ្រគោលនយោបាយរបស់គាត់ដែលឲ្យអត្រាការប្រាក់ធ្លាក់ចុះច្រើននោះបាទដូចនេះសន្ទុះលុយដុល្លារនឹងមានសញ្ញាណអវិជ្ជមានខ្លាំងនៅពេលដែលមានការប្រកាសជាផ្លូវការនៅបេក្ខជនដែលមានទំនោរក្នុងការទម្លាក់អត្រាការប្រាក់នោះបាទថ្ងៃនេះខ្ញុំធីរុំនឹងធ្វើសេចក្តីលម្អិតជូនបងប្អូននៅមូលហេតុចម្បងនៅពីក្រោយនៃការធ្លាក់ចុះតម្លៃកាក់ Bitcoin យ៉ាងគំហុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះបាទតម្លៃកាក់ Bitcoin បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រសប្តាហ៍មុនរហូតដល់តម្លៃ $80,000 គត់ក្នុងមួយកាក់ដែលជាការធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មានក្នុងឆ្នាំនេះតែបច្ចុប្បន្នបានងើបមកវិញបន្តិចហើយបាទដែលកំពុងជួញដូរជុំវិញតម្លៃជាង$80,000ក្នុងមួយកាក់ការធ្លាក់ចុះនេះមិនមែនធ្លាក់តែទ្រព្យ Digital Bitcoin តែឯងនោះទេនៅមានកាក់ផ្សេងទៀតក្រៅពី Bitcoin ដែលគេហៅថា Altcoin នោះក៏ធ្លាក់ចុះយ៉ាងសម្បើមដូចគ្នាដែរហើយនៅក្នុងនោះកាក់ Ethereum ដែលគេទទួលស្គាល់ថាជាទ្រព្យ Digital ធំបំផុតលេខ2ក៏ធ្លាក់ចុះប្រមាណ 38% តាំងពីដើមខែតុលាមកចំណែកឯកាក់ Bitcoin វិញបានរអិលចុះមកក្រោមប្រមាណជាង 30% ផងដែរបងប្អូនដឹងទេថាទីផ្សារ Crypto ទាំងមូលចាប់តាំងពីថ្ងៃទី6ខែតុលាមកគឺបានបាត់បង់ទំហំមូលធនចំនួន $4.28 trillion សល់ត្រឹមតែ $2.99 trillion តែប៉ុណ្ណោះគិតត្រឹមដើមសប្តាហ៍នេះបើយោងតាមគេហទំព័រ Yahoo Finance បានចេញផ្សាយកាលពីពេលថ្មីនេះមូលហេតុចម្បងនៃការខ្ទាតចេញពីប្រាក់វិនិយោគដ៏មហិមានេះដែលរួមចំណែកឲ្យរូបិយប័ណ្ណ Digital Bitcoin ធ្លាក់ចុះដែរនោះគឺលំហូរទុនក្នុងប្រព័ន្ធ ETF ដែលធ្លាប់រួមចំណែកយ៉ាងសំខាន់ធ្វើឲ្យទ្រព្យ Digital ទាំងនេះឡើងថ្លៃកប់ពពកនៅគ្រាមុននោះបានធ្លាក់ចុះទុនវិនិយោគដល់ទៅ $3.5 លានក្នុងខែវិច្ឆិកានេះកត្តាសំខាន់មួយទៀតនោះគឺច្បាប់ដែលគាំទ្រ Crypto ក្នុងសហរដ្ឋអាមេរិកគឺត្រូវបានជាប់គាំងនៅត្រឹមព្រឹទ្ធសភាដែលស្ទើរតែគ្មានដំណើរការអ្វីទាំងអស់
ដែលនេះជាមូលហេតុធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុមានភាពមិនប្រកបប្រជាក្នុងទ្រព្យ Digital ទាំងនេះបើយោងតាមធនាគារ Deutsche Bank បានចេញផ្សាយបាទជាសង្ខេបទំនោរវិនិយោគិនបច្ចុប្បន្នជាពិសេសស្ថាប័នហិរញ្ញវត្ថុធំៗមិនទាន់បង្ហាញសុទិដ្ឋិនិយមនៃការដាក់ទុនបន្ថែមនិងមានតែដកទុនត្រឡប់ទៅវិញពីទីផ្សារ Crypto ដូចនេះទ្រព្យ Digital ទាំងប៉ុន្មាននេះនឹងមិនទាន់ងើបឡើងខ្លាំងវិញនៅឡើយទេក្នុងស្ថានភាពបច្ចុប្បន្នបាទសូមទាញចំណាប់អារម្មណ៍បងប្អូនទាំងអស់គ្នាមកតាមដានតម្លៃមាសជាមួយនឹងការព្យាករណ៍ទិសដៅនាឆ្នាំ2026ខាងមុខរបស់ធនាគារយៈធំថាតើតម្លៃមាសនឹងអាចធ្លាក់ចុះមកវិញខ្លាំងឬឡើងត្រឡប់ទៅបំបីកំណត់ត្រាថ្មីទៀតបានទេបាទបច្ចុប្បន្ននេះតម្លៃមាសមិនទាន់ប្រែប្រួលខ្លាំងនៅឡើយទេដោយកំពុងជួញដូរជុំវិញតម្លៃជាង$5,000ស្ដើងក្នុងមួយតម្លឹងបាទទោះបីជាមានព័ត៌មានធំទើបតែចេញផ្សាយមកក៏ដោយជាជាក់ស្ដែងវិនិយោគិនខាងគាំទ្រលក់មាសចេញនិងវិនិយោគិនគាំទ្រការទិញមាសនោះគឺកំពុងប្រទាញប្រទង់គ្នាជុំវិញព័ត៌មានធំដែលសុទ្ធតែជាសូចនាករនៃការធ្លាក់និងសូចនាករជំរុញឲ្យមាសឡើងថ្លៃនោះតួយ៉ាងកិច្ចសន្តិភាពរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនោះគឺជាកត្តាទាញទម្លាក់តម្លៃមាសផ្ទុយមកវិញភាគរយកើនឡើងនៃការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនៅកិច្ចប្រជុំខែក្រោយនេះគឺជាការគាំទ្រឲ្យតម្លៃមាសឡើងបូករួមទាំងទិន្នន័យសេដ្ឋកិច្ចសំខាន់របស់អាមេរិកកំពុងធ្លាក់ចុះខ្សោយផងដែរនោះទាំងនេះគឺជាអ្វីដែលវិនិយោគិនកំពុងពិបាកសម្រេចចិត្តថាតើគួរទិញមាសបន្តឬយ៉ាងណាស្របពេលដែលស្ថាប័នហិរញ្ញវត្ថុដល់ពេលដែលត្រូវបិទបញ្ជីចុងឆ្នាំទូទាត់ប្រាក់ចំណេញដែរនោះបាទបើអញ្ចឹងតើតម្លៃមាសក្នុងឆ្នាំ2026ខាងមុខនេះនឹងមានទិសដៅយ៉ាងណាហើយគួរតែលក់ចេញឬទិញចូលឲ្យហើយបើយោងតាមធនាគារធំជុំវិញពិភពលោកដែលសុទ្ធតែជាធនាគារយៈវិនិយោគលើមាសនោះបានព្យាករណ៍ថាឡើងដូចគ្នាដូចជាធនាគារ Goldman Sachs បានព្យាករណ៍ថាមាសនឹងឡើងថ្លៃដល់$4,900ក្នុងមួយអោនឬជាង$5,900ក្នុងមួយតម្លឹងធនាគារ Deutsche Bank អាចនឹងឡើងទៅដល់$4,950ក្នុងមួយអោនឬ$5,963ក្នុងមួយតម្លឹងចំណែកឯធនាគារ HSBC វិញបានព្យាករណ៍ថាមាសនឹងអាចឡើងទៅដល់$4,400ក្នុងមួយអោនឬត្រឹម$5,301ក្នុងមួយតម្លឹងនិងចុងក្រោយនោះគឺធនាគារ Bank of America ដែលបានព្យាករណ៍ខ្ពស់បំផុតរហូតដល់$5,000ក្នុងមួយអោនឬប្រមាណ$6,024ក្នុងមួយតម្លឹងក្នុងទិសដៅនាឆ្នាំ2026ខាងមុខនេះដូច្នេះធនាគារវិនិយោគធំទាំងអស់នេះគឺសុទ្ធតែគាំទ្រឲ្យតម្លៃមាសឡើងហើយអាស្រ័យទៅលើការព្យាករណ៍របស់ធនាគារដ៏មានឥទ្ធិពលខាងលើនេះក៏អាចនឹងជំរុញឲ្យតម្លៃមាសឡើងច្រើនជាងចុះតាមរយៈការទិញមាសពីបណ្ដាធនាគារទាំងអស់នេះដែរបាទសូមអរគុណបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ